Rosie ទីភ្នាក់ងារសន្តិសុខក្នុងស្រុករបស់ Rosie FSB បានប្រកាសនៅថ្ងៃពុធនេះថាលោក Pavel Durov ស្ថាបនិកបង្កើតកម្មវិធី Telegram ត្រូវបានចោទប្រកាន់ពីបទជួយជ្រោមជ្រែងដល់អំពើភេរវកម្មនិងត្រូវបានដាក់បញ្ចូលក្នុងបញ្ជីខ្មៅតាមច្បាប់អន្តរជាតិសួស្តីបងប្អូនទាំងគ្នាវិលមកជួបគ្នាសារជាថ្មីម្ដងទៀតហើយជាមួយដំណើរបាទសួស្តីបងប្អូនទាំងគ្នាវិលមកជួបគ្នាសារជាថ្មីម្ដងទៀតហើយជាមួយដំណើរថ្ងៃនេះដំណើរមានសារព័ត៌មានក្តៅពីអន្តរជាតិអូខេយើងចូលទៅមើលចំណងជើងកាសែតឬក៏សារព័ត៌មានថ្ងៃនេះទាំងពីរទៅចំណងជើងសារព័ត៌មានទី1ដាក់ថា Rosie ប្រកាសតាមចាប់ខ្លួនស្ថាបនិកបង្កើត Telegram ពីបទជួយចារកម្មអ៊ុយក្រែនធ្វើភេរវកម្មនេះគឺជាការចោទប្រកាន់របស់ Rosie ទៅលើស្ថាបនិកបង្កើត Telegram ចំណងជើងកាសែតទី2ដាក់ថាអ៊ីរ៉ង់ព្រមានប្រទេសណាដែលយកទ្រព្យសម្បត្តិអ៊ីរ៉ង់ដែលអាមេរិកបង្កកនាវាប្រទេសនោះមិនត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់ច្រកសមុទ្រហូម៉ាស់នោះឡើយអូខេនេះគឺជាចំណងជើងកាសែតទាំងពីរដែលខ្ញុំត្រូវដកយកមកអានជម្រាបជូនបងប្អូនអរគ្នាអញ្ចឹងយើងចូលទៅមើលនៅក្នុងចំណងជើងខ្លឹមសារនៃចំណងជើងកាសែតនីមួយៗតែម្ដង Rosie ទីភ្នាក់ងារសន្តិសុខក្នុងស្រុករបស់ Rosie FSB បានប្រកាសនៅថ្ងៃពុធនេះថាលោក Pavel Durov ស្ថាបនិកបង្កើតកម្មវិធី Telegram ត្រូវបានចោទប្រកាន់ពីបទជួយជ្រោមជ្រែងដល់អំពើភេរវកម្មនិងត្រូវបានដាក់បញ្ចូលក្នុងបញ្ជីខ្មៅតាមច្បាប់អន្តរជាតិនេះគឺជាការចោទប្រកាន់របស់ Rosie ទៅលើស្ថាបនិកបង្កើត Telegram ដែលថាបានជួយជ្រោមជ្រែងទៅលើជួយទៅលើគេហៅថាចារកម្មភេរវកម្មភេរវករហ្នឹងគឺជាការចោទប្រកាន់របស់ Rosie ទៅលើស្ថាបនិកបង្កើត Telegram ហ្នឹងទីភ្នាក់ងារ FSB បានចោទប្រកាន់ស្ថាបនិក Telegram លោកនេះថាបានបរាជ័យក្នុងការលុបចោលបណ្ដាញឆាតនិង bot ផ្សេងៗដែលត្រូវបានប្រើប្រាស់ដោយទីភ្នាក់ងារចារកម្មអ៊ុយក្រែននិងក្រុមភេរវកម្មនិងក្រុមភេរវករដើម្បីសម្របសម្រួលសកម្មភាពបំផ្លិចបំផ្លាញនិងអំពើភេរវកម្មក្នុងប្រទេស Rosie នឹងគឺជាការលើកឡើងរបស់Rosie ក្នុងការចោទប្រកាន់ទៅលើស្ថាបនិកមួយរូបដែលបង្កើត Telegram ហ្នឹងដោយបងប្អូនបានដឹងហើយថាលោកគេហៅលោក Durov ហ្នឹងគឺគាត់ជាស្ថាបនិកបង្កើត Telegram ហ្នឹងគាត់ធ្លាប់មានបញ្ហាកាលពីឆ្នាំ2024ហើយគឺមានការចាប់ខ្លួនតែឥឡូវចាប់ដើមមានរឿងទៀតអញ្ចឹងយើងតាមដានអ្នកគ្នាតទៅទៀតថាតើរឿងហ្នឹងគឺវាយ៉ាងដូចម្ដេចយោងទៅតាមការចេញផ្សាយរបស់កាសែត AP News លោក Durov បានចានចោលនិងធ្លាប់បានចោទប្រកាន់អាជ្ញាធរ Rosie ថាបានប្រឌិតបទល្មើសឡើងដើម្បីរឹតបន្តឹងការចូលប្រើប្រាស់ Telegram និងរំលោភលើសិទ្ធិឯកជនភាពនិងសេរីភាពនៃការបញ្ចេញមតិនេះគឺជាការបដិសេធរបស់លោកជាប្រធានជាស្ថាបនិកនៃការបង្កើត Telegram លោកបានបដិសេធចោទប្រកាន់របស់ Rosie មកលើខ្លួនអូខេតទៅទៀតមុនការចេញសេចក្តីប្រកាសជាផ្លូវការចាប់ខ្លួននោះ Rosie បានបិទនិងរឹតបន្តឹងបណ្ដាញសង្គមនិងកម្មវិធីផ្ញើសារធំៗជាច្រើនរួមមានរួចមកហើយដូចជា Facebook Instagram X WhatsApp និង Signal ជាដើមគណៈអាជ្ញាធរ Rosie ក៏កំពុងរឹតបន្តឹងការប្រើប្រាស់កម្មវិធី Telegram ក្នុងគោលបំណងដាក់អ៊ីនធឺណិតស្ថិតក្រោមការគ្រប់គ្រងរបស់វិមានក្រឹមឡាំងចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែនបានផ្ទុះឡើងនៅក្នុងខែកុម្ភៈឆ្នាំ2022មកម្លេះអញ្ចឹងមានន័យថាកន្លងមកគឺខាង Rosie ហ្នឹងគឺបានរឹតបន្តឹងហើយចំពោះការប្រើប្រាស់បណ្ដាញសង្គមមួយចំនួនគឺមាន Facebook Instagram អីចឹងដើមប៉ុន្តែចំពោះ Telegram នេះគឺដោយសារតែមានបញ្ហាថាមានការសុំកលុំជួយជ្រោមជ្រែងខាងភេរវកម្មភេរវករនោះក៏ចាប់ផ្ដើមប្តឹងទៅលើស្ថាបនិកអ្នកបង្កើត Telegram តែម្ដង
រុស្ស៊ីក៏កំពុងព្យាយាមផ្សព្វផ្សាយកម្មវិធីក្នុងស្រុកមួយឈ្មោះថា Max ដែលត្រូវបានគេរិះគន់ថាអាចនឹងត្រូវបានប្រើប្រាស់សម្រាប់ការឃ្លាំមើលនិងចែករំលែកទិន្នន័យអ្នកប្រើប្រាស់ជាមួយរដ្ឋាភិបាលអញ្ចឹងចំណុចនេះគឺពេលណាដែលរុស្ស៊ីបង្កើតនៅកម្មវិធីនឹងបានហើយប្រើប្រាស់ហើយអញ្ចឹងអាចគ្រប់គ្រងនិងដឹងពីទិន្នន័យរបស់អ្នកប្រើប្រាស់ជាមួយរដ្ឋាភិបាលយ៉ាងម៉េចហ្នឹងគឺយើងពួកគាត់អាចដឹងអូខេនេះគឺជារឿងមួយដែលវាមិនដឹងថាយ៉ាងម៉េចបានជាភាគីទាំងពីរហ្នឹងគឺមានការចោទប្រកាន់គ្នាទៅវិញទៅមកហើយបដិសេធឯហ្នឹងទេគោលរំលឹកដែលថាកាលពីឆ្នាំ2025លោក Duro ក៏ធ្លាប់ត្រូវបានចាប់ខ្លួននៅទីក្រុងប៉ារីសជំវិញការចោទប្រកាន់ពីបទអនុញ្ញាតឲ្យមានសកម្មភាពខុសច្បាប់នៅលើបណ្ដាញសង្គម Telegram ផងដែរអានេះគឺដូចខ្ញុំបាននិយាយខាងដើមអញ្ចឹងថាកាលពីឆ្នាំ2024លោកត្រូវបានចាប់ខ្លួននៅទីក្រុងប៉ារីសគឺក្រោមបទចោទប្រកាន់ថាអនុញ្ញាតឲ្យមានសកម្មភាពខុសច្បាប់នៅលើបណ្ដាញសង្គម Telegram របស់ខ្លួនហ្នឹងអូខេអ៊ីរ៉ង់ឧត្តមសេនីយ៍ឯកអាប់រ៉ាហ៊ីមសូហ្វាការីអ្នកនាំពាក្យនៃទីភ្នាក់ងារកណ្ដាលកាស្តាំអាប៊ីយ៉ានរបស់អ៊ីរ៉ង់បានប្រកាសថាទីក្រុងអេតេរ៉ង់នឹងរារាំងនាវាណាដែលជាកម្មសិទ្ធិរបស់រដ្ឋាភិបាលឬក្រុមហ៊ុនណាដែលទទួលបានការទូទាត់សំណងដែលទទួលបានពីទ្រព្យសម្បត្តិអ៊ីរ៉ង់ដែលត្រូវបានអាមេរិកបង្កប់នោះដោយនាវាឆ្លងកាត់ទាំងនោះនឹងត្រូវបានរារាំងពីការឆ្លងកាត់នៅតាមច្រកសមុទ្រនឹងគឺជាការដាក់កំហិតមួយឬជាការប្រមានមួយទៅដល់ប្រទេសទាំងឡាយណាដែលគេហៅថាដឹកអីវ៉ាន់ជាកម្មសិទ្ធិរបស់រដ្ឋាភិបាលដែលត្រូវបានប្រធានាធិបតីសហរដ្ឋអាមេរិកទាំងឯងបង្កប់នៅទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ហ្នឹងអូខេការប្រមានរបស់អ៊ីរ៉ង់នេះធ្វើឡើងបន្ទាប់ពីការប្រកាសរបស់ប្រធានាធិបតីអាមេរិកត្រាំថាសំណងសម្រាប់នាវាដែលខូចខាតការវាយប្រហាររបស់អ៊ីរ៉ង់នឹងត្រូវបានកាត់កងជាមួយទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ដែលត្រូវបានបង្កប់ដោយអាមេរិកមូលហេតុនេះបានធ្វើឲ្យអ៊ីរ៉ង់ហ្នឹងគឺមានការខឹងសម្បាអាមេរិកដោយសារតែអាមេរិកបានបង្កប់នៅទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ហើយអាមេរិកបានប្រាប់ថាការបង្កប់ទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់នេះគឺវាកាត់កងជាមួយនឹងអ៊ីរ៉ង់ដែលបានវាយប្រហារមកលើសហរដ្ឋអាមេរិកនោះអូខេលោក Zafagari បានចាត់ទុកការលើកឡើងរបស់អាមេរិកជារឿងខុសច្បាប់ហើយបានប្រមានថាការទទួលការទូទាត់បែបនេះនឹងមានផលវិបាកលោកប្រមានទៀតថាចាប់ពីពេលនេះតទៅកម្លាំងប្រដាប់អាវុធនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នឹងមិនអនុញ្ញាតឲ្យនាវាម៉ាមួយរបស់ប្រទេសដែលទទួលយកសំណងនេះឆ្លងកាត់ច្រកសមុទ្រហាម៉ាស់នោះឡើយជាការប្រមានរបស់អ៊ីរ៉ង់ទៅលើប្រទេសទាំងឡាយណាដែលយកទ្រព្យសម្បត្តិរបស់ខ្លួនដែលអាមេរិកបង្កប់ហ្នឹងគឺនឹងមិនឲ្យមានការឆ្លងកាត់នៅឡើយមិនថាប្រទេសណាទេនេះគឺជារឿងមួយដែលអ៊ីរ៉ង់បានប្រមានទៅប្រទេសទាំងឡាយដែលធ្វើការជាមួយនឹងអាមេរិកយកនៅទ្រព្យសម្បត្តិរបស់ខ្លួនដែលត្រូវបានអាមេរិកបង្កប់នោះអូខេអញ្ចឹងនៅក្នុងវីដេអូនេះមានប៉ុណ្ណឹងសង្ឃឹមថាបងប្អូនដែលកំពុងតែតាមដាននៅទស្សនានៅវីដេអូនេះនឹងទទួលបាននូវព័ត៌មានថ្មីៗប្លែកៗលើសកលលោកបាទសូមអរគុណសូមជម្រាបលា